ពីព្រោះអ្នកចិត្តខាងផ្អែមតែមាត់ទេវាបន់ឲ្យតែយើងលាយទេចៅនេះការពិតក្នុងសន្តានរបស់ខ្មែរយើងអត់មានអ្នកណាចង់ឲ្យថាដូចខ្ញុំសប្ងៃខ្ញុំរស់នៅខ្ញុំដូរខ្ញុំតែងតែនិយាយថាកូនចៅគេសบายណាឃើញកូនចៅគេរៀនបានដុកទ័ររៀនបាន PhD រៀនបាន Master រៀនបាន MBA CPA សบายចិត្តណាគេគ្រាន់បើទៅលេងផ្ទះគេដូចថ្ងៃមុនខ្ញុំទៅលេងផ្ទះគេខ្ញុំត្រឡប់វិញខ្ញុំសរសើរផ្ទះគេរៀបចំស្អាតណាគេមានផ្ទះគេទៅច្រឡឹងគេរៀបចំស្អាតហើយយើងឃើញសញ្ញាបត្រគេតាំងនៅអញ្ចឹងផ្ទះគេលោកអើយត្រេកអរណាស់ណាខ្ញុំទៅជួបពួកម៉ាក់ខ្ញុំណាពីដើមប្តីប្រពន្ធវានៅមួយគ្នាណាពួកម៉ាក់ខ្ញុំឈ្មោះអាសេងណាវាជា chef វាជាអ្នកដាំស្លជប៉ុនដ៏ប៉កែមួយប្រពន្ធវាកូនសិស្សខ្ញុំប្រពន្ធវាអាយុបងខ្ញុំប៉ុន្តែខ្ញុំធ្លាប់មាត់ខ្ញុំហៅវាកផលកូនស្រី3មកជាជនភៀសខ្លួននាងបងប្រប៉ិនក៏ជើងខ្ញុំដែរដាក់កម្មាយល់ដែរឥឡូវហ្នឹងវាជា top tech engineer វារស់នៅដោយស្ដេចចឹងផ្ទះប៉ុណ្ណានៃអាងហែលទឹកកូនមានសុខទេជួបវាអោបវាខ្សឹបប្រាប់វាថាពូវានិយាយអង់គ្លេសណាពូខ្ញុំមានថ្ងៃនេះក៏ជាសម្ដីរបស់ពូដែរវាហៅខ្ញុំពូក៏អត់វាពីដើមវាហៅខ្ញុំអ៊ំតែក្រោយមកវាហៅខ្ញុំពូព្រោះដឹងថាម៉ែវាអាយុបងខ្ញុំអានោះមនុស្សវាមកដល់ហ្នឹងវាអត់សូវរៀនប៉កែទេតែក្រោយមកទៅខ្ញុំជូនឡានវាទៅផ្ទះវាវិញខ្ញុំថាកូនអើយយើងកើតមកណាយើងមិនដែលបានធំទេសូម្បីតែអង្គកាលហ្នឹងវា